ចាសួស្តីបងប្អូនថ្ងៃនេះខ្ញុំបានមកញ៉ាំធ្វើឲ្យញ៉ាំនោះគឺជាសាច់អាំងសាច់គោតែគេហៅថាសាច់បោកតែសាច់នឹងឆ្ងាញ់មែនតើគឺឆ្ងាញ់ខ្លាំងហ្មងช่วงนี้គឺជាបន្លែគ្រឿងផ្សំដែលយើងបានទៅញ៉ាំថ្ងៃនេះប្រាប់ឲ្យហើយសម្រាប់អ្នកណាដែរក៏ត្រូវការសម្រាប់គីឡូកុំព្យាយាមមើលនឹងខ្ញុំសោះប្រយ័ត្នញ៉ាំតាមថតខ្ញុំមិនដឹងទេណាស្រាប់ខ្ញុំថតស្រាប់ហើយគឺពេលដែលខ្ញុំហូបខ្ញុំមានក្តីសុខខ្ញុំនិយាយថាមានក្តីសុខចឹងចង់និយាយថាអ្នកដែលគាត់ថាធាត់មកអីមកចឹងនិយាយថាវាជាក្តីសុខរបស់ខ្ញុំមិនមែនថាមិនចង់ស្គមហើយក៏មិនចង់ស្អាតដែរតែខ្ញុំត្រូវការប្រើពេលវេលាហើយស្ថឹងបើហូបម្លឹងឲ្យទៅស្រក់មិនកើតខ្ញុំញ៉ាំមានពេលវេលារបស់ខ្ញុំណាខ្ញុំមិនមែនហូបបែបនឹងរាល់ថ្ងៃ3ពេលក្នុងមួយថ្ងៃខ្ញុំមិនមែនញ៉ាំបែបនឹងរហូតទេអញ្ចឹងចង់ឲ្យអ្នកខ្លះដែលគាត់ថាឲ្យខ្ញុំប៊ូលូខ្ញុំចង់ធ្វើការមើងងាយខ្ញុំឬក៏វាតម្លៃទៅលើការស្លៀកពាក់របស់ខ្ញុំរាងកាយរបស់ខ្ញុំរូបរាងរបស់ខ្ញុំចង់និយាយថាសម័យនេះហើយគឺមិនបាច់ទៅគិតចំណុចហ្នឹងទេធ្វើមិនឲ្យតែជីវិតយើងកើនឡើងទៅមុខដើរទៅមុខជីវិតយើងរីករាយជួបតែអ្វីល្អត្រឹមគ្រួសារមានក្តីសុខតែប៉ុណ្្នឹងហើយអញ្ចឹងយើងមិនបាច់ចាំទៅប្រៀបធៀបជីវិតយើងជាមួយអ្នកដទៃហើយក៏មិនបាច់យកជីវិតខ្ញុំទៅប្រៀបធៀបជាមួយអ្នកឯងដែរព្រោះខ្ញុំនឹងយើងគឺខុសគ្នាអញ្ចឹងណាខ្ញុំចង់ផ្ដាំទៅអ្នកដែលគាត់និយាយថាឲ្យខ្ញុំថាទៅលើរូបរាងរបស់ខ្ញុំអញ្ចឹងចង់និយាយថាខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំមានខ្ញុំស្រឡាញ់រូបរាងរបស់ខ្ញុំមានក្តីសុខដែលខ្ញុំជាមនុស្សដែលធាត់ដែលខ្ញុំញ៉ាំបានសុខភាពខ្ញុំល្អអញ្ចឹងខ្ញុំអត់មានចាំបាច់ទៅធ្វើការតាមណែនាំយើងថាខ្ញុំធ្វើបែបនេះបើសិនជាមនុស្សយើងដូចគ្នាទាំងអស់អញ្ចឹងគឺវាមិនមានមនុស្សអវិជ្ជមានហើយមនុស្សល្អទេអញ្ចឹងចង់ឲ្យជួយពិចារណាចំណុចហ្នឹងមិនថាចាស់ឬក៏ក្មេងគាត់មានសិទ្ធិប្រើប្រាស់ជីវិតរបស់គាត់ចង់រូបរាងគាត់បែបណាក៏អត់មានសិទ្ធិមកវាតម្លៃឬក៏ទៅមើងងាយតែគឺវាអត់សមអញ្ចឹងណាសង្គមសម័យឥឡូវចង់ឲ្យមានការគិតបន្តិចព្រោះអ្នកខ្លះតាមគ្នាហៅយើងមិនប្រុសបែបនេះបែបនោះទៅដល់ពេលយើងអត់តបើជាថាយើងខ្លាចដល់ពេលយើងតបើជាថាយើងក្មេងឆ្លើយអញ្ចឹងចង់ឲ្យមនុស្សចាស់មួយចំនួនណាចេះគោរពសិទ្ធិផងបើអត់ចង់ឲ្យក្មេងអត់គោរពទេត្រូវធ្វើខ្លួនឲ្យថ្លៃថ្នូរហើយឲ្យក្មេងហ្នឹងយល់ថាមានសុជីវធម៌អញ្ចឹងខ្ញុំចង់ផ្ដាំទៅបុគ្គលមួយចំនួនណាខ្ញុំមិនមែនម៉ែទាំងអស់ទេចាអរគុណច្រើនជម្រាបលា